នៅក្នុងឆ្នាំ1580សន្តាគារប៉ារ៉ាកនបានក្លាយជាទីកន្លែងសម្រាប់វិស្មការដែលពេញនិយមបំផុតសម្រាប់តារានិងអ្នកមានលុយនៅទីបំផុតជនធំល្បីម្នាក់បានចាប់ផ្ដើមធ្វើអាជីវកម្មមិនស្អាតនៅក្នុងសន្តាគារហើយថែមទាំងបានបណ្ដាក់ទុននៅទីនោះទៀតផងក្រោយមកប្រពន្ធរបស់ម្ចាស់ត្រូវបានគេប្រទះឃើញស្លាប់ហើយគាត់ក៏បាត់ខ្លួនទៅដែរបញ្ហានេះបានធ្វើឲ្យសន្តាគារត្រូវបិទទ្វារនៅពេលដែលជនធំនោះស្លាប់ទៅទ្រព្យសម្បត្តិរបស់គាត់ក៏បាត់បង់អស់ដែរប៉ុន្មានខែមុននេះអាម៉ាន់ដាបានវាយ៉ាងអស់សង្ឃឹមលើឥដ្ឋនៃផ្លូវដើរងឹតមួយដើម្បីព្យាយាមរត់គេចខ្លួនភ្លាមនោះនាងឃើញអ្វីមួយនៅពីមុខហើយភ័យរន្ធត់រឹងខ្លួននៅពេលបច្ចុប្បន្ន Diane បានចាប់ផ្ដើមផ្សាយផ្ទាល់សម្រាប់ Channel របស់នាង The Creepers នាងនិងមិត្តប្រុសរបស់នាង Rick បានប្រកាសថាការលេងសើចថ្ងៃនេះនឹងជាការលោតចេញពីរថភ្លើងដែលកំពុងធ្វើដំណើរការជែករបស់ពួកគេបានកាត់ទៅជាវីដេអូខ្លីមួយដែលបង្ហាញពី Diane លោតចេញតាមទ្វារអ្នកដំណើរម្នាក់មើលភ្ញាក់ផ្អើលហើយមុខនាងត្រូវកែជាកំ pl ែងនេះគឺជាផ្នែកនៃការណែនាំរបស់ពួកគេហើយឥឡូវនេះគូស្នេហ៍នេះបានបង្ហាញពីដំណើរការទាំងអស់នៅពេលដែល Cora និង Vern បង្ហាញខ្លួនជាមួយធំសម្រាមធំអ្នកទាំង4នាក់ពាក់ឯកសណ្ឋានបុគ្គលិកដូច្នេះនៅពេលពួកគេដើរកាត់សន្តិសុខពួកគេមិនត្រូវបានខាត់ឡើយពេលពួកគេចូលក្នុងរថភ្លើងពួកគេបើកធុងដើម្បីឲ្យជិះចេញមកជាមួយឧបករណ៍របស់ពួកគេនៅពេលនោះអ្នកដំណើរម្នាក់ចូលមកក្នុងបន្ទប់របស់ពួកគេហើយរត់ព្យាយាមប្រាប់នាងថាវាបានបិទហើយប៉ុន្តែនាងមិនអើពើនឹងគាត់ឡើយក្រុមសម្រេចចិត្តមិនអើប្រពន្ធបានហើយប្រើឧបករណ៍ដើម្បីបើកទ្វារដោយបង្ខំបន្ទាប់មកពួកគេដំឡើងរបាដែកមួយដើម្បីការពារកុំឲ្យទ្វារបិទម្ដងទៀតបន្ទាប់ពីពួកគេដោះឯកសណ្ឋានចេញហើយពួកគេក៏លោតចេញពីជំហានរថភ្លើងដែលកំពុងធ្វើដំណើរដោយចុះចតបានយ៉ាងល្អឥតខ្ចោះដោយដែលពួកគេបានហ្វឹកហាត់កន្លងមកពេលនេះក្រុមនេះស្ថិតនៅលើផ្លូវដែកដូច្នេះពួកគេត្រូវតែរត់ឲ្យបានលឿនបំផុតតាមដែលអាចធ្វើបានដើម្បីគេចផុតពីគ្រោះថ្នាក់នៃការត្រូវរថភ្លើងកិនពួកគេប្រញាប់ទៅដល់ជញ្ជាំងហើយគេចខ្លួនទាន់ពេលវេលាពេលរថភ្លើងបាត់ទៅពួកគេចូលទៅជិតទ្វារធំមួយហើយព្យាយាមបើកវាប៉ុន្តែមិនបានផលទេCora លោតឡើងចាប់ផ្ដើមឡើងជញ្ជាំងទ្វារដោយប្រើកាមេរ៉ាជាប់នឹងខ្លួនដើម្បីថតដំណើរការនេះនាងបើកបំពង់ខ្យល់ហើយឆ្លងកាត់វាដើម្បីទៅដល់ម្ខាងទៀតដែលជាកន្លែងដែលនាងអាចបើកទ្វារឲ្យមិត្តភក្តិរបស់នាងបានក្រុមនេះបានរុករកផ្លូវដើរមួយហើយក៏សរសើរគំនូរ graffiti ដែលតុបតែងគ្រប់អ៊ីងនៃជញ្ជាំងនៅចុងច្រកដើរពួកគេបានរកឃើញគំនូរ graffiti ដោយសិល្បករល្បីឈ្មោះ Basquiat បន្ទាប់ពី Rick រំលឹកគ្រប់គ្នាឲ្យថតប៉ុន្តែកុំប៉ះពួកគេក៏ថតរូបនិងវីដេអូកន្លែងនោះទោះយ៉ាងណាក៏ដោយ JD ចាប់ផ្ដើមបំបែកបំណែកនៃ graffiti Basquiat ដោយមិនអើពើនឹងមិត្តភក្តិរបស់គាត់នៅពេលពួកគេស្ដីបន្ទោសគាត់ Rick លោតទៅលើគាត់ដើម្បីព្យាយាមបញ្ឈប់គាត់ហើយការប្រយុទ្ធក៏ផ្ទុះឡើងនៅពេលដែល Vern ទាញពួកគេចេញពីគ្នា Rick បានទាត់ JD ចេញពីក្រុម JD និយាយថាគាត់ចង់ខ្លាចជាអ្នកមានជាជាងគ្មាននរណាចាំហើយក៏ចាក់ចេញទៅមួយនឹងស្នាដៃ graffiti បន្ទាប់ពី1នាទីក្រុមបានរៀបសមត្ថកិច្ចកំពុងមកពួកគេបានចាប់ផ្ដើមរត់ចុះទៅក្នុងសុខភាពហើយអាចរត់ escape ដោយមិនត្រូវបានចាប់ថ្ងៃក្រោយ Diane បានពិនិត្យវីដេអូដែលបានទុកឡើងហើយឃើញថាវាមានមើលត្រឹម7ក្រុមមានអារម្មណ៍ខកចិត្តព្រោះពួកគេមិនដឹងថាតើត្រូវធ្វើអ្វីផ្សេងទៀតដើម្បីទទួលបានមើលដូច្នេះ Rick បានបង្ហាញថាគាត់មានការភ្ញាក់ផ្អើលគាត់បានទិញផែនទីរបស់សន្តាគារ Paragon ព្រោះគាត់បានឮថាប្រាក់របស់អ្នកជំនួយនៅតែមានការប្រកាសនៅទីនោះមនុស្សជាច្រើនបានព្យាយាមចូលទៅក្នុងអគារប្រែប្រួលដើម្បីស្វែងរកប្រាក់នោះប៉ុន្តែគេមិនមាននរណាដែលត្រឡប់មកវិញរឿងនិទាននិយាយថាអាក្រក់រស់នៅទីនោះហើយមិនចូលចិត្តអ្នកទស្សនាក្រុមមានអារម្មណ៍រំភើបអំពីគំនិតនៃការស្វែងរកប្រាក់ប៉ុន្តែ Rick បានរំលឹកពួកគេអំពីច្បាប់របស់ពួកគេត្រូវតែឯកសារបន្ទាប់មក Diane បានដកមុខរបស់នាងដើម្បីបង្ហាញពីពណ៌សក់ថ្មីរបស់នាង Rick បានស្ទាក់នៅក្នុងការភ្ញាក់ផ្អើលដែលធ្វើឲ្យនាងខកចិត្តនៅពេលនោះពួកគេបានទទួលការជូនដំណឹងហើយរកឃើញថាជាតិបានចូលរួមក្រុមថ្មីគាត់បានបង្ហាញពីស្នាដៃជញ្ជាំងដែលបានលួចក្នុងវីដេអូហើយបង្ខំឲ្យអ្នកដែលមើលមិត្តភក្តិថ្មីរបស់គាត់កំពុងលេង Rusi Roulette ឆ្នេះ Rick ហៅពួកគេថាជាអ្នកចម្លែកខណៈពេលដែលអ្នកដទៃមិនកំពុងមើល Diane បានបង្ហោះថាពួកគេនឹងទៅកាន់ Paragon នៅយប់ក្រោយ Vern Cora និង Rick ស្ថិតនៅក្នុងម៉ូតែលជាមួយឧបករណ៍របស់ពួកគេប៉ុន្តែពួកគេមិនទាន់បានស្ដាប់ពី Diane ទេនៅពេលនោះមាននរណាម្នាក់គ្រាន់តែគូសទ្វារហើយ Rick បានបើកវាហើយឃើញ Frank ដែលធ្វើការសម្រាប់អង្គភាពព័ត៌មានវិទ្យា Cora បានពន្យល់ថាគាត់បានទំនាក់ទំនងទៅកាន់នាងហើយនាងបានអញ្ជើញគាត់ឲ្យមកជាមួយពួកគេបន្ទាប់មក Diane បានមកដល់ចុងក្រោយហើយ Frank បានពន្យល់ខ្លួនឯងគាត់ចង់មើលក្រុមបំបែក Paragon និងបោះពុម្ពរឿងនេះគាត់ដឹងអំពីផែនការរបស់ពួកគេពីការបង្ហោះរបស់ Diane ហើយក្រុមបានក្រឡាប់ចិត្តទៅលើនាងសម្រាប់ការបំផ្លាញការរំពឹងទុក Rick គិតថាវាជាគំនិតមិនល្អហើយ Vern ជឿថា Frank ជាផ្នែកសំ secret ទូយ៉ាងណា Diane ចូលចិត្តគំនិតនេះពីព្រោះវាអាចនាំឲ្យមានទស្សនិកជនដែលពួកគេត្រូវការដូច្នេះពួកគេនឹងយក Frank ទៅជាមួយក្រុមបានចេញពីម៉ូតែលប៉ុន្តែពេលពួកគេមកដល់ឡានពួកគេបានដឹងថាពួកគេភ្លេចយក diesel បន្ថែមមក Frank បានផ្ដល់ជូនដើម្បីយកពួកគេក្នុងឡានរបស់គាត់ដូច្នេះគ្រប់គ្នាបានស្ថិតនៅក្នុងខាងក្រោយបន្ទាប់ពីការបើកបរយ៉ាងយូរនៅលើឆ្នេរពួកគេបានឈានដល់ទ្វារហើយប្រើឧបករណ៍ដើម្បីកាត់សោ Vern បានសង្កេតឃើញថាមេឃកំពុងមកដូច្នេះ Rick បាននិយាយថាពួកគេត្រូវតែចេញពីរន្ទះមុនពេលភ្លៀងមកពួកគេមិនអាចប្រើទ្វារឬបង្អួចបានទេពីព្រោះវាត្រូវបានបិទពួកគេត្រូវតែរកវិធីផ្សេងគេចូលទៅក្នុងផ្លូវលូហើយពាក់មួកសុវត្ថិភាពបន្ទាប់ពីដើរបានមួយសន្ទុះពួកគេបានរកឃើញផ្លូវតូចមួយដែលនឹងនាំពួកគេចូលទៅក្នុងអគារប៉ុន្តែវាតូចណាស់ដោយគ្មានជ្រើសរើសពួកគេត្រូវតែវាកាត់ផ្លូវនោះព្រមទាំងតស៊ូនឹងក្លិនមិនល្អខ្លាំងណាស់ភ្លាមនោះពួកគេបានយល់សូមួយហើយក៏ភ័យខ្លាចយ៉ាងខ្លាំងនៅពេលដែលឃើញហ្វូងកណ្ដុរមួយហ្វូងធំភ្លាមនោះពួកគេក៏ប្រញាប់យកដៃបិទមុខហើយ Frank ក៏ឡើងទៅលើខ្លួន Cora ដើម្បីការពារនាងពេលដែលហ្វូងកណ្ដុរទាំងនោះដើរជាន់ពីលើពួកគេសំណាងល្អសត្វកណ្ដុរទាំងនោះក៏បានចាក់ចេញពីផ្លូវលូនោះយ៉ាងឆាប់រហ័សដោយគ្មាននរណាម្នាក់រងរបួសឡើយប៉ុន្មាននាទីក្រោយមកពួកគេក៏ចេញពីផ្លូវតូចចង្អៀតនោះហើយបានប្រទះឃើញប្រអប់អគ្គិសនីដែលកំពុងមានកាប់ភ្លើងវាដែលពួកគេសង្ឃឹមថាអាចឆ្លងកាត់បាននោះត្រូវបានរារាំងដោយគំនរវត្ថុមួយកម្ពស់ដូច្នេះ Diane ក៏សម្រេចចិត្តស្វែងរកច្រកចូលផ្សេងទៀត Cora បានប្រើប្រាស់ឧបករណ៍មួយដើម្បីបំបែកសោហើយបើកទ្វារនោះបានទើបបណ្ដាលឲ្យវត្ថុទាំងនោះធ្លាក់ចុះមកឥឡូវនេះមានកន្លែងសម្រាប់ឆ្លងកាត់ហើយដូច្នេះ Cora ស្រែកប្រាប់ Diane ឲ្យត្រឡប់មកវិញពួកគេមិនចាំនាងទេពួកគេគ្រាន់តែឆ្លងកាត់ទ្វារនោះហើយទីបំផុតក៏បានចូលទៅក្នុងសន្តាគារក្រុមនេះចាប់ផ្ដើមថតវីដេអូនិងថតរូបដូច្នេះ Rick ក៏បានធ្វើការណែនាំសម្រាប់វីដេអូរបស់គាត់ពេលគាត់និយាយឈ្មោះសន្តាគារសត្វស្លាបមួយហ្វូងក៏ហើរចេញភ្លាមហើយបុកនឹងចង្កៀងព្យួរបណ្ដាលឲ្យវាបែកហើយធ្លាក់ចុះមក Cora បានរើខ្លួនយ៉ាងលឿនដើម្បីជៀសផុតពីការត្រូវកំទេចខណៈពេលដែលចង្កៀងបានបុកដួលរំទៅលើឥដ្ឋ
ឃើញច្រកចូលមួយទៀតដែលនាំនាងទៅបន្ទប់ដ៏ស្រស់ស្អាតមួយដែលនាងចាប់ផ្ដើមផ្សាយផ្ទាល់ជូនអ្នកតាមដានរបស់នាងភ្លាមនាងឡើងជណ្ដើរទៅបន្ទប់បារហើយលេងជាមួយព្យាណូនៅពេលដែលរិកព្យាយាមហៅនាងបដិសេធដើម្បីជៀសវាងការបំផ្លាញវីដេអូនៅពេលនោះនាងបានឮសំឡេងចម្លែកមួយហើយសន្មតថាវាជាកណ្ដុរដូច្នេះនាងក៏ចាប់ផ្ដើមរត់នាងបានជំពប់ជើងលើជណ្ដើរហើយដួលបណ្ដាលឲ្យទូរស័ព្ទរបស់នាងធ្លាក់ខណៈពេលដែលនាងកំពុងដកដង្ហើមដៃដ៏គួរឲ្យខ្លាចមួយបានលេចឡើងនៅពីក្រោយនាងរិកមានការព្រួយបារម្ភអំពីការបាត់ខ្លួនរបស់ឌីអានដូច្នេះគាត់ប្រាប់មិត្តភក្តិរបស់គាត់ឲ្យស្វែងរកគ្រប់បន្ទប់បន្ទាប់ពីគាត់ប្រញាប់ឡើងជណ្ដើរកូរ៉ាបានពន្យល់ទៅកាន់ហ្វ្រេងថារិកចង់បានប្រពន្ធប៉ុន្តែឌីអានចង់បានការផ្សងព្រេងរិកធ្វើការនៅក្នុងហាងលក់សម្ភារៈសំណង់ហើយផ្ដល់ឧបករណ៍ដល់ក្រុមដូច្នេះពួកគេអនុញ្ញាតឲ្យគាត់គិតថាគាត់ជាអ្នកគ្រប់គ្រងបន្ទាប់មកកូរ៉ាសង្កេតឃើញចិញ្ចៀនរបស់ហ្វ្រេងហើយសួរអំពីប្រពន្ធរបស់គាត់ដូច្នេះគាត់បានបង្ហាញរូបថតរបស់អាម៉ាន់ដាដល់នាងពេលនោះត្រូវបានរំខានដោយរិកដែលប្រាប់ពួកគេឲ្យចូលរួមការស្វែងរកក្នុងពេលនោះវឿនបន្តថតរូបហើយបានកត់សម្គាល់ឃើញស្នាមក្រញ៉ាំនៅលើចិញ្ចៀនភ្លាមនោះគាត់បានឮសំឡេងមួយហើយសម្រេចចិត្តដើរចេញពីតំបន់នោះដោយមិនដឹងថាមានស្រមោលកំពុងរត់នៅក្បែរនោះទេនៅពេលដែលក្រុមជួបជុំគ្នាវិញវឿនបានបង្ហាញពួកគេនៅរូបថតស្នាមក្រញ៉ាំរិកនិយាយថាពួកគេត្រូវតែស្វែងរកឌីអានហើយចេញពីទីនេះកូរ៉ាស្ម័គ្រចិត្តទៅរកសចាក់សមេលោកហ្វ្រេងចង់ទៅជាមួយនាងប៉ុន្តែលោកវឿនមិនទុកចិត្តគាត់ទេដូច្នេះគាត់ទៅជំនួសវិញនៅបន្ទប់ទទួលភ្ញៀវកូរ៉ានិងវឿនស្វែងរកទទួលភ្ញៀវហើយបានរកឃើញកាសែតមួយដែលប្រាប់ពួកគេអំពីការបាត់ខ្លួនរបស់ម្ចាស់ផ្ទះនិងការស្លាប់របស់ប្រពន្ធគាត់ប៉ូលីសបានរក្សាព័ត៌មានលម្អិតទាំងនោះជាការសម្ងាត់ប៉ុន្តែពាក្យចាំអារ៉ាមបាននិយាយថាដើមទ្រូងរបស់ភរិយាត្រូវបានគេបើកហើយបេះដូងរបស់គាត់បានបាត់បង់ទៅហើយក្នុងពេលនោះលោករិកនិងលោកហ្វ្រេងបន្តស្វែងរកតាមច្រកដើរនិងបន្ទប់នានាលោកហ្វ្រេងសួរលោករិកថាតើគាត់ជួបដៃអានដោយរបៀបណាដូច្នេះគាត់បានពន្យល់ថាវានៅមន្ទីរពេទ្យវិកលចរដែលគេបោះបង់ចោលរឿងរ៉ាវរបស់គាត់ត្រូវបានរំខាននៅពេលដែលគាត់បានជន់អន្តរខ្លាដោយចៃដន្យលោកហ្វ្រេងបានយកវាចេញភ្លាមដូច្នេះនៅពេលដែលលោកវឿននិងកូរ៉ាត្រឡប់មកវិញលោកវឿនបានលោតទៅលើលោកហ្វ្រេងដោយគិតថាគាត់ជាអ្នកធ្វើឲ្យលោករិកឈឺចាប់លោកហ្វ្រេងបានច្រានគាត់ទៅនឹងជញ្ជាំងដើម្បីឲ្យគាត់ស្ងប់ចិត្តបន្ទាប់មកគាត់បានសម្អាតរបួសរបស់លោករិកដោយទឹកហើយរុំវាដោយកាសែតព្រោះពួកគេមិនមានឧបករណ៍ជំនួយដំបូងទេកូរ៉ាចង់នាំលោករិកទៅមន្ទីរពេទ្យប៉ុន្តែគាត់បដិសេធមិនព្រមទៅបើគ្មានដៃអានស្រាប់តែពួកគេទូរស័ព្ទរបស់ដៃអានដូច្នេះពួកគេដើរតាមសំឡេងទៅជាន់បន្ទាប់ពួកគេបានរកឃើញដើមឈើធំមួយដែលមានទូរស័ព្ទនិងកាមេរ៉ាព្យួរនៅលើមេឃរបស់វាលោករិកបានស្គាល់ទូរស័ព្ទរបស់ដៃអានដូច្នេះពួកគេមើលវីដេអូចុងក្រោយរបស់នាងប៉ុន្តែនៅពេលដែលពួកគេទៅដល់ចំណុចដែលនាងធ្លាក់ទូរស័ព្ទក៏អស់ថ្មភ្លាមបន្ទាប់មកពួកគេបានឮសំឡេងចម្លែកមួយហើយវឿនក៏ព្រមព្រឹត្តថាគួរតែឲ្យប៉ូលីសកូរ៉ាយល់ព្រមប៉ុន្តែរិកនិងហ្វ្រេងគិតថាគ្មានពេលវេលាសម្រាប់រងចាំប៉ូលីសទេក្រុមនៅតែបន្តដំណើរហើយកូរ៉ាក៏ឮសំឡេងមួយទៀតដូច្នេះនាងក៏ហក់ទៅបោះកណ្ដាប់ដៃពេលមាននរណាម្នាក់លោតមកនាងហ្វ្រេងក៏ដកកាំភ្លើងចេញមកហើយបាញ់ទៅលើជនវាយប្រហារដែលប្រែថាជា JD ស្រាប់តែក្រុមថ្មីរបស់ JD ក៏មកដល់ហើយវាយហ្វ្រេងឲ្យដួលម៉ាក់ស្លួតកាំភ្លើងរបស់ហ្វ្រេងខណៈដែលថតក៏បាញ់កាំភ្លើងរបស់ខ្លួនទៅលើក្រុមរបស់រិកបង្ខំឲ្យពួកគេទាំងអស់អង្គុយលើកែងជង្គង់ហើយបង្ខំឲ្យពួកគេប្រគល់ទូរស័ព្ទនិងឧបករណ៍របស់ពួកគេមកវិញរិកចោទប្រកាន់ពួកគេថាបានវាយឌីអានដែរប៉ុន្តែថតបដិសេធនៅពេលដែលគាត់ជេរនាងពេលថតសួរថាលុយនៅឯណាកូរ៉ានិងរិកក៏ជេរពួកគេវិញថតក៏ដើរចូលមកចិត្តជាមួយកាំភ្លើងហើយចាប់ផ្ដើមពិពណ៌នាអំពីរឿងដ៏អាក្រក់ដែលគាត់នឹងធ្វើដាក់ពួកគេប្រសិនបើពួកគេមិនព្រមសហការកូរ៉ានៅតែបន្តជេរពួកគេដូច្នេះម៉ាក់ក៏ព្យាយាមវាយនាងប៉ុន្តែវឿនបានជំរុញគាត់ថយក្រោយម៉ាក់ឆ្លើយតបដោយបាញ់កាំភ្លើងរបស់គាត់ទៅលើគាត់បន្ទាប់មកថតក៏បង្ខំកូរ៉ាឲ្យឈរហើយដាក់កាំភ្លើងចូលក្នុងមាត់នាងដូច្នេះហ្វ្រេងក៏និយាយថាគាត់មិនដឹងពីរបៀបប្រើវាទេថតក៏ទម្លាក់កូរ៉ាចុះហើយបាញ់កាំភ្លើងទៅលើហ្វ្រេងវិញបង្កឲ្យគាត់សារភាពថាគាត់កំពុងស្វែងរកប្រពន្ធរបស់គាត់ពេលគាត់បដិសេធមិននិយាយអ្វីទៀតថតក៏គំរាមកូរ៉ាម្ដងទៀតទីបំផុតហ្វ្រេងក៏បង្ហើបថាគាត់មិនមែនជាអ្នកកាសែតទេអាម៉ាន់ដាទេដែលជាអ្នកកាសែតគាត់បាត់ខ្លួនប៉ុន្មានខែមុនជាមួយអ្នកថតរូបពេលធ្វើរឿងសន្តាគារប៉ូលីសមិនជួយទេទើបហ្វ្រេងត្រូវការរកផ្លូវចូលឃើញផុសរបស់ឌីអានគាត់មានសង្ឃឹមទោះមិនខ្វល់ពីស្ត្រីដែលបាត់ខ្លួនទេហើយបានជេរប្រមាថពួកគេមុននឹងងាកទៅរកកូរ៉ាដែលបានថតទឹកមាត់ដាក់មុខគាត់ទោះដែលកំពុងមានការខឹងសម្បារខ្លាំងបានដកក្រមាមួយមកជូតសម្អាតផ្ទៃមុខរបស់គាត់ហើយរិកក៏បានស្គាល់ភ្លាមថាវាជារបស់ឌីអានទើបគាត់លោតទៅលើតូតដើម្បីព្យាយាមយកវាមកវិញទោះគ្រាន់តែរុញគាត់ចេញពីខ្លួនហើយបានអះអាងថាគាត់ពិតជាមិនបានដឹងឡើយថាក្រមានោះជារបស់ឌីអានមុននឹងផ្ដល់វាទៅឲ្យរិកវិញពេលរិកចាប់ក្រមានោះតូតក៏រុញគាត់ធ្លាក់ពីលើយ៉ហើយរិកស្រែកនៅពេលដែលគាត់ធ្លាក់ចូលទៅក្នុងរន្ធដ៏ជ្រៅមួយនៅលើឥដ្ឋ JD បានស្ដីបន្ទោសតូតថាធ្វើហួសហេតុពេកប៉ុន្តែតូតគ្រាន់តែវាយគាត់មួយកំភ្លៀងបន្ទាប់មកគាត់បានសួរហ្វ្រេងអំពីទីតាំងលុយហើយនៅពេលដែលហ្វ្រេងបដិសេធមិនឆ្លើយតូតក៏វាយគាត់ដែរហ្វ្រេងពន្យល់ថាទីតាំងលុយត្រូវបានសម្គាល់នៅលើប្លង់ហើយរិកមានច្បាប់ចម្លងតែមួយគត់តូតប្រកាសថាពួកគេនឹងទៅរករិកនៅពេលក្រុមត្រឡប់ទៅកាន់ផ្លូវដើរវិញកូរ៉ាបានឃើញសាកសពមួយនៅលើឥដ្ឋទោះយ៉ាងណាក៏ដោយពួកគេមិនអាចទៅដល់វាបានទេព្រោះមានរន្ធធំមួយនៅដីដោយសារមានខ្សែមួយចំនួនព្យួរពីពិដានកូរ៉ាបានលោតដើម្បីតាក់ទាញជញ្ជាំងហើយទៅដល់ខ្សែទាំងនោះបន្ទាប់មកកងទៅចុះចតលើចង្គៀង